ដើមរដូវវស្សាឆ្នាំនេះបងប្អូនទើបតែមានភ្លៀងធ្លាក់មួយមេធំកាលពីយប់មិញនឹងឯងហើយដល់ពេលភ្លៀងធ្លាក់ច្រើនអញ្ចឹងទៅនិយាយពីក្តាមហើយត្រីវាឡើងពេញស្រែទាំងអស់ក៏នឹកឃើញទៅចាប់ក្តាមបានហើយជាកន្លះធុងដើម្បីស្លឲ្យបងប្អូនទស្សនាត្រីក៏បានដែរបងប្អូនបានទាំងក្តាមបានទាំងត្រីចាហើយថ្ងៃនេះដែរនាងខ្ញុំនឹងស្លម្ជូរល្ហុងខួរក្តាមដើម្បីឲ្យបងប្អូនទាំងអស់គ្នាទស្សនាហើយយប់មិញហ្នឹងទៅចាប់អត់បានថតឲ្យបងប្អូនមើលទេដោយសារតែវាងងឹតពេកចាហើយក្នុងការស្លម្ជូរល្ហុងនេះដែរឲ្យមានអីច្រើនទេគឺមានតែត្រីស្រែហើយក្តាមដែលយើងចាប់យប់មិញហ្នឹងឯងចាល្ហុងចំនួន1ផ្លែនិងគ្រឿងក្រៅមួយចំនួនដែលខ្ញុំបានបង្ហាញនៅក្នុងហ្នឹងហើយដើម្បីស្លម្ជូរខួរក្តាមល្ហុងនេះដែរយើងត្រូវសម្អាតក្តាមជាមុនសិនបងប្អូនហើយក្តាមនេះដែរដើម្បីងាយស្រួលក្នុងការសម្អាតវាគឺយើងចាក់ទឹកកកដាក់ចូលបងប្អូនដើម្បីឲ្យវាសន្លប់ងាយស្រួលយើងដោះព្រោះអីក្តាមខែននេះវាសម្បូរទៅដោយស្នឹមព្រោះវាទៅចេញពីក្នុងរូងអញ្ចឹងណាចាខ្ញុំសម្អាតដោយប្រើច្រាសដុសធ្មេញណាបងប្អូនយើងដុសវាដុសដៃដុសជើងវាកន្លែងដែលវាស្នឹមហ្នឹងឲ្យបានស្អាតហើយក្តាមខែនេះដែរគឺសម្បូរទៅដោយពងចាពងឡើងលឿងហ្នឹងគឺពងវាហើយក្តាមខែហ្នឹងគឺអត់សូវមានខ្លាញ់ទេបងប្អូនដោយសារវាទឹកចេញពីក្នុងរូងទឹកមានទឹកអញ្ចឹងណាចាបន្ទាប់ពីដុសសម្អាតស្នឹមហើយយើងលាងសម្អាតវា4-5ទឹកទៀតមកចាយកវាមកបកស្នោកចេញចាហើយក្នុងការបកស្នោកនេះដែរយើងបកផងយើងយកអាចវាចេញផងបងប្អូនចាសម្អាតយើងបេះអាភ្នែកអីវាចេញឲ្យស្អាតមកចាបន្ទាប់ពីយើងបកសម្អាតវាស្អាតហើយយើងយកវាទៅបុកចាបុកដើម្បីច្រោះយកទឹកសាច់ក្តាមឬយើងហៅថាទឹកខួរក្តាមនឹងអាចបងប្អូនយើងធ្វើការបុកវាឲ្យតម៉ត់បងប្អូនបុកវាជ្រុំវាចុះឡើងឲ្យវាម៉ត់មកយើងចាក់ទឹកចាក់ទឹកកូរវាដើម្បីឲ្យស្រួលច្រោះចាដើម្បីយកទឹកខួរក្តាមហ្នឹងទុកស្លហើយចំពោះបងប្អូនដែលមានកន្សែងឬក៏កញ្ច្រែងអីក៏ច្រោះបានដែរសម្រាប់នាងខ្ញុំគឺប្រើកញ្ច្រែងចាហើយដល់ពេលស្លបានខ្ញុំច្រោះម្សាទៀតដើម្បីកុំឲ្យកំទេចកំទីសម្បកក្តាមនឹងវាចូលណាចាបន្ទាប់មកយើងដាក់ឆ្នាំងទុកស្លទៅយើងមកធ្វើការលាងគ្រឿងសម្រាប់បងរបស់យើងហើយក្នុងគ្រឿងសម្រាប់បងនេះដែរឬក៏ជីនេះខ្ញុំប្រើម្អមជីនាងវងនិងជីរណានិងម្ទេស4-5គ្រាប់មកឈ្ងុយយកតាណាមអស់ផងបន្ទាប់ពីយើងលាងហើយយើងមកធ្វើការហាន់រំដេងណាចាសម្លមួយមុខនេះគឺប្រើរំដេងនិងគល់ស្គ្រៃទៅវាឈ្ងុយចាហើយរំដេងនេះយើងដាក់4-5កង់ស្ដើងហ្នឹងទៅហើយគល់ស្គ្រៃយើងដំវាឲ្យតប៉ែតមកបន្ទាប់មកទៀតដងខ្ទឹមសចំនួន2-3កំពឹសហើយយើងនឹងចិតបន្លែរបស់យើងគឺល្ហុងចំនួនតែ1ផ្លែទេបងប្អូនហើយល្ហុងនេះដែរនាងខ្ញុំសាប់វាឲ្យចិតរៀងក្រាស់ដើម្បីកុំឲ្យវាឆាប់រលួយពេកបងប្អូនចាហើយអំពិលនេះដែរគឺបានមកពីផ្ទះអ៊ំរបស់នាងខ្ញុំទេខែនេះក៏មានទុំដែរមានតែម្ដើមមានខ្ចីផងចាស់ផងទុំផងហើយគាត់ឲ្យមកបន្តិចហ្នឹងយកមកស្លតែម្ដងហើយគ្រឿងក្រៅមានប្រហុកអំបិលប៊ីចេងស្ករម្សៅស៊ុបទឹកត្រីចាហើយមិញមានស្គ្រៃរំដេងខ្ទឹមសចាហើយល្ហុងចំនួន1ផ្លែហើយម្ជូរអំពិលហ្នឹងបងប្អូនដាំទឹកពុះចាយើងដាក់គល់ស្គ្រៃនិងរំដេងចូលមកបន្ទាប់មកទៀតចាំយើងដាក់ត្រីតាមក្រោយចាហើយត្រីខ្ញុំប្រើត្រីដែលបានមកពីយប់មិញដែរបងប្អូនហើយរៀងក្រែលដែរតែអត់បានថតឲ្យមើលអញ្ចឹងដោយសារយប់បន្ទាប់ពីយើងបង់ត្រីចូលទុកឲ្យពុះបន្តិចចាំយើងជ្រុំប្រហុកចាហើយប្រហុកនេះដែរបងប្អូនដាក់តាមតម្រូវការចូលចិត្តច្រើនដាក់ច្រើនទៅបងប្អូននិងដាក់គ្រឿងដែលយើងបានផ្សំមិញមានទឹកត្រីប៊ីចេងស្ករចាម្សៅស៊ុបរ៉ូឌីនិងអំបិលហ្នឹងចាយើងដាក់ចូលគ្នាឲ្យសព្វមកបន្ទាប់ពីដាក់គ្រឿងក្រៅត្រីសាច់អីសពគ្រប់អស់ហើយយើងគ្របទុកឲ្យវាពុះមកសន្ធុះសិនណាបងប្អូនចាមុននឹងដាក់បន្លែចូលចាយើងគ្របឲ្យវាពុះសិនទៅចាំដាក់បន្លែល្ហុងរបស់យើងចាហើយល្ហុងនេះដែរនាងខ្ញុំចិតរៀងក្រាស់ដើម្បីឲ្យវាឆ្ងាញ់បងប្អូនកុំឲ្យវាឆាប់រលួយពេកឲ្យពេលឆ្អិនវានៅរៀងច្របចាដាក់ល្ហុងចូលឆ្នាំងរួចហើយក៏ទៅហាន់គ្រឿងទុកហើយក៏យកម្ជូរអំពិលហ្នឹងមកបង់ចាចង់ជូរជ្រះដាក់ឲ្យច្រើនទៅបងប្អូនចង់ជូរកម្រិតណាយើងដាក់កម្រិតហ្នឹងទៅដាក់ល្ហុងចូលឆ្នាំងមួយពុះយើងចាប់ផ្ដើមដាក់ខួរក្តាមដែលយើងបាត់ទុកអំបញ្ញមិញបងប្អូនហើយខួរក្តាមនេះដែរនាងខ្ញុំត្រង់វាម្សាទៀតឲ្យខ្លាចវាមានកាក់ក្តាមនៅអញ្ចឹងណាចាចំពោះបងប្អូនវិញត្រង់តែម្សាក៏បានដែរកុំឲ្យតែវានៅជាប់សម្បកក្តាមណាបងប្អូន
បន្ទាប់ពីនាងខ្ញុំច្រដាក់ខួរក្តាមហើយនាងខ្ញុំដាក់ក្តាមស្រស់ម្ដងចាក្តាមខ្ញុំទុកដាក់ក្រៅអញ្ចឹងណាអត់បុកទេទុក 4-5 ដើម្បីយកពណ៌ហើយចូលចិត្តខាំប្រេះប្រុសពេលប្រុសអញ្ចឹងណាចាបន្ទាប់ចុងក្រោយទៀតគឺយើងដាក់គ្រឿងក្រៅដែលយើងបានហាន់ទុកណាចានិយាយពីថារសជាតិវិញឈ្ងុយទៀតហើយបងប្អូនអើយអញ្ចឹងសម្លមួយឆ្នាំងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំធ្វើការចម្អិនរួចរាល់ហើយខែភ្លៀងអញ្ចឹងណាបងប្អូនចាប់បានត្រីបានក្តាមណាបើសិនមិនដឹងធ្វើម្ហូបអីកុំភ្លេចមកជួបល្ហុងខួរក្តាមហើយក្នុងការស្លរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនណាចេះសម្លល្ហុងខួរក្តាមនេះប្លែកពីហ្នឹងអាចជួយប្រាប់នាងខ្ញុំផងចាហើយបើមានកំហុសខុសឆ្គងត្រង់ណាសូមខន្តីអភ័យទោសទាំងអស់គ្នាចាហើយអញ្ជើញបងប្អូនទាំងអស់គ្នាមកហូបបាយជូរល្ហុងខួរក្តាមជាមួយខ្ញុំទាំងអស់គ្នានៅស្រុកស្រែអត់មានម្ហូបអីប្លែកទេបងប្អូនមានក្តាមយើងស្លក្តាមមានត្រីយើងស្លត្រីយើងលៃលកទៅតាមរបស់ដែលយើងមានចាហើយនិយាយពីរសជាតិវិញបងប្អូនហើយក៏វាមិនអន់ដែរគឺថាឆ្ងាញ់តែម្ដងចាឲ្យតែយើងចេះកែច្នៃរបស់អស់នោះប្រកាសជាឆ្ងាញ់ជាមិនខានទេសម្រាប់អ្នកស្រុកស្រែជនបទដូចយើងទាំងអស់គ្នាគឺថាមានបន្លែជុំវិញផ្ទះមានត្រីមានសាច់បែបធម្មជាតិអញ្ចឹងណាមានន័យថាយើងហូបទៅមានអារម្មណ៍ស្រស់ស្រាយសុខសុវត្ថិភាពអញ្ចឹងណាបងប្អូនចាសម្លមួយគឺចេញមកតាមលក្ខណៈបែបស្រុកស្រែបន្លែជុំវិញផ្ទះគឺឲ្យមានក្តីសុខដែរមិនបាច់ទៅដល់ទីក្រុងមហូបឆើតឆាយអីទេគឺមានសុភមង្គលតែម្ដងឲ្យតែយើងចេះកែច្នៃចេះលៃលកធ្វើចាជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនទាំងអស់គ្នារកស៊ីមានបានទាំងអស់គ្នាសូមអរគុណ